មានវិធី5យ៉ាងដែលអាចធ្វើឲ្យ strawberry យើងលូតលាស់បានហើយសុខភាពក៏ល្អផងដែរទី1មុនពេលដែលយើងដាំ strawberry យើងត្រូវលាយដីជាមុនសិនទី2យើងត្រូវប្រក់ស្បែកឲ្យវាដែលមានកម្ពស់ចាប់ពី2ម៉ែត្រទៅ3ម៉ែត្របន្ទាប់ពីប្រក់ស្បែកហើយចូលដល់ជំហានទី3គឺការដាំនៅពេលដែលយើងដាំវាយើងត្រូវតែដាក់ជីដោយវីដេអូនេះផងដែរហើយចំណុចពិសេសនៅក្នុងការដាំ strawberry គឺมันអាចលុបត្រួយវាទេបើមិនដូច្នោះទេ strawberry យើងនឹងអាចឡើងពណ៌ខ្មៅបងប្អូនអាចកាយដីដូចនៅក្នុងវីដេអូនេះរួចហើយយើងដាក់ជីហើយក៏យកកូន strawberry មកដាំចំណុចទី4គឺជាការស្រោចទឹកបងប្អូនត្រូវដឹងថា strawberry វាត្រូវការត្រជាក់ប៉ុន្តែវាមិនត្រូវការទឹកខ្លាំងនោះទេហើយបើសិនជាមានការជាំទឹកគឺវាមិនអាចលក់បានតែម្ដងដូច្នេះហើយនៅពេលដែលយើងស្រោចទឹកវាយើងត្រូវតែមើលដីវាជាមុនសិនក្នុងមួយថ្ងៃយើងអាចស្រោចបានម្ដងឬ2ដងទៅតាមស្ថានដីជាក់ស្ដែងចូលដល់ចំណុចទី5គឺជាការថែទាំចំណុចនេះផងដែរគឺសំខាន់បំផុតនៅពេលដែលយើងថែទាំវាបានល្អវានឹងផ្ដល់ផលឲ្យយើងច្រើនផងដែរបើសិនជាបងប្អូនចង់ដឹងពីវិធីថែទាំបងប្អូនអាចចូលមើលនៅក្នុង page បាន